vâng một không miền mấy anh ôi làm chặt mấy bác cái hoa không làm người ta cho chắc là hộp bài đi vậy hộp bài cho trận nồng trong ẩm nồng chọc một tiền tập phá nói cà phê ho hay không hộp ẩm thiệt ba cái chắc nằm ở sâu vậy tao ấy bỏ lá cái nó không đang nghỉ ngơi bỏ ra không mà mèn mấy nhà ba đấy vào đấy ăn vào gì à hả bật cái đâu mà lại là nghe quên cái đây về chơi mà ăn thế này anh không ôi mày vậy được chụp rồi luôn lại rồi ông mẹ nó chụp chơi mỗi ở đây mấy ngon nghĩ đã đi mà lại ngon mẹ nó mẹ trên ba đang chặt nam ai ta chặt ra một lúa vậy mù phút ấy thằng kia chậm không không có được đó chặt năm bạc ô đấy chặt nào nhá ពេលនេះទាហានថៃធ្វើការបើកវាយប្រហារមកលើប្រទេសកម្ពុជាយើងទៀតហើយពេលនេះកម្ពុជាជនកម្ពុជារបស់យើងស្លាប់ចំនួនម្នាក់និងរបួសជាច្រើនអ្នកក្នុងនាមខ្ញុំបានគឺជាប្រជាពលរដ្ឋកម្ពុជាម្នាក់គឺមានអារម្មណ៍ថាតបស្ដាយនឹងអនាគតធម៌ខ្លាំងមែនទែនទៅលើប្រជាជនកម្ពុជាយើងស្លុតត្រង់ដែលពួកថៃគឺប្រទេសថៃបានធ្វើការវាយប្រហារមកលើយើងជាច្រើនលើកចលនានិងប៉ងដើម្បីបង្កើតសង្គ្រាមនេះឡើងថៃគឺមិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ីជាមួយនឹងប្រធានាធិបតីដូណាល់ត្រាំនិងប្រធានាធិបតីប្រទេសម៉ាឡេស៊ីនោះទេខ្ញុំបានជំរាបដល់សូមសំណូមពរទៅកាន់បងប្អូនខ្មែរយើងរស់នៅក្រៅប្រទេសបងប្អូនអន្តរជាតិទាំងអស់ដែលទូទាំងពិភពលោកសូមជួយរកយុត្តិធម៌ឲ្យប្រទេសកម្ពុជាផងពេលនេះប្រទេសកម្ពុជារបស់យើងកំពុងតែជួបសង្គ្រាមជាមួយនឹងប្រទេសថៃទៀតហើយប្រទេសថៃធ្វើការវាយប្រហារមកលើប្រទេសកម្ពុជាវាយប្រហារលើកនេះគឺធ្វើការបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់ជាច្រើនអ្នកសង្គ្រាមធ្វើឲ្យប៉ះពាល់ដល់ប្រជាជនគឺជាប្រទេសជាតិខ្លាំងមែនទែនពួកយើងទាំងអស់គ្នាគឺត្រូវការតែសន្តិភាពសុខសន្តិភាពទេប៉ុន្តែថៃគឺមិនបានគោរពកិច្ចព្រមព្រៀងទេគឺធ្វើការឈ្លានពានមកលើប្រទេសកម្ពុជាជាច្រើនលើកច្រើនសារខ្ញុំបាទក្នុងនាមជាប្រជាជនកម្ពុជាម្នាក់ដែលរស់នៅឆ្ងាយគឺអត់មានអីទេគឺមានតែលើកដៃបួងសួងដល់វត្ថុស័ក្តិសិទ្ធិជួយថែរក្សាដល់ប្រជាជនកម្ពុជានិងវីរៈកងទ័ពខ្មែររបស់យើងទាំងអស់ដែលពួកគាត់កំពុងតែប្រឈមមុខនៅច្រកព្រំដែនកម្ពុជាថៃហ្នឹងសូមក៏ពួកគាត់មានសុខសុវត្ថិភាពសូមកុំឲ្យពួកគាត់មានរងរបួសបន្តទៀតអីគឺពិបាកទទួលយកខ្លាំងមែនតើសូមសំណូមពរទៅកាន់បងប្អូនទាំងអស់គ្នាដែលគាត់នៅតែបន្តប្រើផលិតផលសៀមហ្នឹងសូមបញ្ឈប់នឹងពហិការឈប់ប្រើផលិតផលសៀមបន្តទៀតព្រោះពួកសៀមនេះមើលងាយនឹងឈាមពានប្រទេសកម្ពុជាយើងខ្លាំងមែនតើ